សេចក្តីសូមដតីក្រៅអំពីសេចក្តីស្ងប់ឡើយអនុមោទនាអនុមោទនាបុណ្យសូមឲ្យបានជាបច្ច័យនៃព្រះនិព្វានគ្រប់ព្រះអង្គគ្រប់គ្នាបន្តការថ្វាយបង្គំនៅសង្វេជយត្តស្ថានទី3ទៀតណាបើរាប់តាមលំដាប់ពីប្រសូតត្រាស់ដឹងមកគឺស្ថានទីសម្ដែងបឋមចក្រកបវត្តនសូត្រនេះគឺទី3ទាំងប៉ុន្តែដំណើរនមស្ការថ្វាយបង្គំរបស់យើងក៏ជាចុងក្រោយមកវិញនឹងហូតដល់មានដែកទល់ទាំងដោយខាងកើតហើយមានព្រះមហាចារ្យដីដល់បរិស័ទនឹងឯងនឹករលឹកដល់ថាព្រះអង្គធ្លាប់គង់ធ្លាប់អាស្រ័យនៅក៏ថ្វាយបង្គំទីកន្លែងនោះណាព្រះអង្គចាមែនទេណាទីកន្លែងណាដែលព្រះអង្គយាងទៅទីកន្លែងណាដែលព្រះអង្គទ្រង់គង់អាស្រ័យនៅគឺជាទីកន្លែងដែលនាំមកនៅសេចក្តីសុខបៃតិបាមកជាពីព្រោះដោយសារព្រះគុណរបស់ព្រះអង្គដែលប្រមាណមិនបាននឹងឯងណាព្រះអង្គទ្រង់ត្រាស់ដឹងឡើងក្នុងលោកប្រព្រឹត្តទៅដើម្បីជាប្រយោជន៍ដើម្បីសេចក្តីសុខដល់ពួកជនច្រើនដើម្បីអនុគ្រោះដល់មនុស្សនិងទេវតាទាំងឡាយទៀតប៉ុណ្ណាកណ្ដាគុណម្ចាស់ក៏ព្រះអង្គបាននិមន្តមកជាលើកទី1ក្តីនិមន្តមកច្រើនដងហើយក្តីតែខ្ញុំប្រកាសក៏មានសេចក្តីជ្រះថ្លាថ្វាយបង្គំនិងអនុមោទនាបុណ្យកុសលរបស់គុណម្ចាស់ដែលកណ្ដាគុណម្ចាស់ក៏បានមានហិរិមានអត្តបៈចម្រើនឡើងមានសតិសម្បជញ្ញៈប្រកបទៅដោយសទ្ធាជ្រះថ្លាដល់ក្រៃលែងឡើងដើម្បីនឹងបានបដិបត្តិបូជាព្រោះថាស្ថានទីទាំងឡាយក៏បានជាក់ស្ដែងច្បាស់ប្រកបដល់សទ្ធានិងបញ្ញារបស់ពុទ្ធបរិស័ទគណានៅក្នុងទីកន្លែងនេះគឺជាទីកន្លែងដ៏សំខាន់មួយទាំងសង្វេជយត្តស្ថាននេះគឺព្រះដ៏មានពភាព្រះអង្គទ្រង់ចាប់ផ្ដើមដោយបរតថៈឬក៏បរតថៈណាជាប្រយោជន៍សម្រាប់មនុស្សនិងទេវតាទាំងឡាយគឺទ្រង់ប្រកាសសម្ដែងនៅពធទេសនាណាគ្រាន់តែព្រំប្រមាណជា18កោដបានសម្រេចនៅអមតៈនៅពេលស្ដាប់បឋមចក្រកបវត្តនសូត្រទាំងហើយចាំបាច់និយាយថ្មីដល់ទៅទេវតាច្រើនណាស់ណាមិនមែនគ្រាន់តែក្នុងចក្រវាលនេះទេណាទៀតណាមិនមែនគ្រាន់តែចក្រវាលនេះទេក៏ដូចជាបុព្វនិមិត្តកាលដែលព្រះអង្គទ្រង់ប្រសូតហើយព្រះអង្គទ្រង់បានបន្លឺនៅអាសភិវាចាដ៏អស្ចារ្យថាអកោហមស្មេលោកសៈជាថោហមស្មេលោកសៈជាថោហមស្មេលោកសៈដែលយើងនឹងជាចម្បងណាជាកម្ពូលប្រសើរជាងគេក្នុងโลกនេះក៏ជាបុព្វនិមិត្តក្នុងការប្រកាសសម្ដែងនៅបឋមចក្រកបវត្តនសូត្រណាហើយមានទេវតាក្នុងម៉ឺនចក្រវាលដែលបានមកជួបជុំគ្នាក្នុងទីនោះមានសភាពកក្រឹកកក្រែងសុទ្ធតែបានប្រកាសឡើងថាព្រះអង្គនឹងឯងជាកម្ពូលលើសលោកពិតប្រកបចឹងមែនទៀតគ្រប់ទិសទាំងអស់មុននឹងព្រះអង្គបានប្រកាសនៅអាសភិវាចាក្នុងកាលនោះព្រះអង្គទ្រង់បានទួតមើលគ្រប់ទិសទាំងអស់ពួកទេវតាទាំងឡាយសុទ្ធតែបានប្រកាសឡើងនៅភាពទៅប្រសើរខ្ពង់ខ្ពស់របស់ព្រះអង្គហើយទៅព្រះអង្គទ្រង់បានប្រកាសផ្ទាល់ព្រះអង្គផងដែរនឹងគឺជាបុព្វនិមិត្តដែលពួកទេវតានឹងមកក្នុងម៉ឺនចក្រវាលស្ដាប់នៅបឋមចក្រកបវត្តនសូត្រដែលព្រះអង្គទ្រង់ប្រកាសសម្ដែងនៅក្នុងទីនេះណាដូច្នេះក្នុងទីកន្លែងនេះគឺជាទីកន្លែងដែលព្រះសម្មាសម្ពុទ្ធគ្រប់ព្រះ